ទោះបីជាមានក្បាច់គុណខ្លាំងបំផុតក្នុងលោកតែនាងបានខ្លាញ់ខ្លួនជាប្រុសលក្ខតាសញ្ញាហើយបង្រៀនក្បាច់គុណក្នុងសាលារបស់ខ្លួនដោយគិតថាគ្មាននរណាដឹងថានាងជាកំពូលអ្នកក្លាហានឡើយលុះដល់ថ្ងៃមួយមានអង្គរៈស្ដេចត្រូវគេដេញសម្លាប់រហូតដល់មុខទ្វារសាលានាងគ្រាន់តែប្រាំរៀមដៃទីទឹកមួយដំណក់ឲ្យហោះទៅដូចជាដាវដ៏មុតស្រួលហើយវាឈ្នះពួកស្រីបរទេសដែលមកបង្កការរំខានយ៉ាងងាយស្រួលអង្គរៈដែលត្រូវគេជួយសង្គ្រោះទើបដឹងថាមានកំពូលអ្នកក្លាហានលាក់ខ្លួននៅទីនេះប៉ុន្តែពេលចូលទៅអរគុណបែរជាឃើញយុវជនម្នាក់ដែលមានរាងកាយស្គមស្កាំងទៅវិញដោយមិនដឹងថាកំពូលអ្នកក្លាហាននោះពិតជាមនុស្សស្រីសោះអង្គរៈក៏ប្រញាប់ចូលវាំងរីកាថានៅខាងក្រៅមានកំពូលអ្នកក្លាហានលាក់ខ្លួនខណៈពេលនោះព្រះរាជាកំពុងតែមានការខ្វល់ខ្វាយពីរឿងប្រកួតជ្រើសរើសស្វាមីឲ្យព្រះនាងព្រោះតែមិនបានកំណត់ព្រំដែនប្រទេសធ្វើឲ្យពួកបរទេសចូលរួមប្រកួតហើយគ្មានគ្រូសាស្ត្រអភិជនណាតាំងឆ្នាំដើម្បីកុំឲ្យព្រះនាងត្រូវរៀបការទៅបរទេសព្រះរាជាបានបញ្ជាឲ្យអាមាត្យឲ្យទៅអញ្ជើញកំពូលអ្នកក្លាហានតែអង្គរៈបានជួបនោះមកប៉ុន្តែមិនដឹងទេថាពេលនេះម្ដាយរបស់នាងត្រូវត្រកូលកាត់សរសៃសិលគុណចោលនិងមានជំងឺជាច្រើនឆ្នាំហើយបានលាចាកលោកទៅហើយចុងក្រោយនាងបានសម្រេចចិត្តជប់លាក់បាំងអត្តសញ្ញាណទៀតហើយមកចូលរួមការប្រកួតជ្រើសរើសស្វាមីដើម្បីបង្ហាញសមត្ថភាពពិតប្រាកដនាងមកដល់ហើយមកដល់ហើយអង្គគឺគេនឹងហើយគេជាកំពូលអ្នកក្លាហានដែលបានជួយសង្គ្រោះទូបង្គំកាលពីថ្ងៃនោះនឹកស្មានមិនដល់ថាគេឈ្មោះយេស៊ីអ៊ីដែលមើលបែបនេះតើអាចវាឈ្នះធូបាហុងបានទេហេអាប្រុសមុខសព្រះអង្គសូមទុកចិត្តគេម្នាក់នេះមានក្បាច់គុណប្លែកនិងលក្ខកម្លាំងពិតប្រាកដសមត្ថភាពគឺខ្លាំងជាងទូបង្គំឆ្ងាយណាស់បងស្រីបង្កើតខ្ញុំឲ្យបងមកដល់ហើយប្រញាប់ឡើងប្រកួតជំនួសខ្ញុំទៅឲ្យតែបងឈ្នះបេះដូងដែលម្ដាយបងត្រូវលេបនោះបងចង់បានប៉ុន្មានខ្ញុំនឹងឲ្យប៉ុណ្ណឹងស៊ីអីឯងធ្វើស្អីហ្នឹងគេជាកូនប្រុសតែមួយរបស់ខ្ញុំណាលែងដៃទៅស៊ីអីស្ងប់អារម្មណ៍សិនស្ត្រូវនៅចំពោះមុខឯងមិនដឹងមួយណាធ្ងន់ស្រាទេអីខឹងចប់ចាំចាត់ការគេតាមចិត្តព្រោះជារឿងក្នុងផ្ទះបើបង្កការរំខាននៅលើពួកយើងមុខជាស្លាប់ទាំងអស់គ្នាបើគ្រាន់តែឲ្យគេស្លាប់បែបនេះគឺធូរឲ្យគេពេកហើយស៊ីអីដាច់ខាតកុំឲ្យគេដឹងថាឯងជាស្រីបើមិនអញ្ចឹងទេមិនត្រឹមតែខ្ញុំនិងម្ដាយឯងទេសូម្បីតែត្រកូលយេទាំងមូលក៏ត្រូវប្រហារជីវិតដែរវគ្គបន្ទាប់កូនប្រុសត្រកូលយេនៃក្រុងឈីងចៅយាយយ៉ាវជូប្រកួតនឹងកំពូលឯកកំទេខាងជើងធូបាហុងខ្ញុំមិនមែនជាយាយយ៉ាវជូហើយក៏មិនមែនជាកូនប្រុសតកូយេបដែរពួកមើលឲ្យច្បាស់ខ្ញុំជាមនុស្សស្រីឈ្មោះយេស៊ីអ៊ីថាម៉េចមនុស្សស្រីហាហាព្រះឲ្យព្រះតើមនុស្សប្រុសស្រុកដែលយើងងាប់អស់ហើយមែនទេបានជាបណ្ដាមកប្រកួតឬមួយក៏បើមីនាងនេះឈ្នះពួកឯងនឹងលើកព្រះនាងឲ្យរៀបការជាមួយស្រីដូចគ្នាហាហាទាំងទិញមួយថែមមួយទៀតក៏មិនដឹងហាហាមិនទំនងតតែសោះនេះជាការប្រមាថជាតិខ្លាំងណាស់ព្រះដាស់ពិតមែនព្រះដាស់ហត់មនុស្សស្រីឡើងមកលើទីលានប្រកួតជាទោសប្រហារជីវិតទៅហើយតើអាចតំណាងឲ្យស្រុកដាយៀនបានយ៉ាងម៉េចព្រះអង្គលេចជើទៅក្រៅតើស្រុកដាយៀនមានមុខមាត់ទៅទុកឯណាមុខជាត្រូវមនុស្សក្នុងលោកសាច់ចំអប់មិនខានព្រះអង្គទូលបង្គំគិតថាពួកយើងសុខចិត្តកាត់ដេរសង្លុយក៏មិនអាចឲ្យមនុស្សស្រីឡើងមកធ្វើឲ្យខ្មាស់គេដែរសូមព្រះអង្គប្រហារជីវិតនាងភ្លាមដើម្បីកុំឲ្យខូចសណ្ដាប់ធ្នាប់ហាហាមនុស្សស្រីរៀនក្បាច់គុណគឺខុសច្បាប់ធម្មជាតិត្រូវកាត់សរសៃកាត់សិលគុណនាងចោលម៉ែដឹងទេពួកគេសុខចិត្តលុតជង្គង់ឲ្យពួកបរទេសក៏មិនព្រមឲ្យមនុស្សស្រីឈរតាំងដែរម៉ែនិយាយត្រូវហើយបើមិនតស៊ូទេពួកយើងនឹងត្រូវគេជន់ឈ្លីអស់មួយជីវិតពីមួយជំនាន់ទៅមួយជំនាន់មិនចេះចប់ដូច្នេះកូនសុំធ្វើរឿងខុសឆ្គងម្ដងហើយទោះបីជាត្រូវស្លាប់ក៏កូនអស់ចិត្តដែរចាងឈៅតែលោកឯងថាជាកំពូលគ្រូក្បាច់គុណមិនក៏ជាមនុស្សស្រីទៅវិញព្រះអង្គទូលបង្គំពិតជាមិនដឹងថានាងជាស្រីពីមុនមកទេបើជាមនុស្សស្រីតើមានរឿងអីទៅប៉ុន្តែពិតណាស់គឺនាងប្រើតែមួយក្បាច់ក៏អាចវាឈ្នះជាតិកបរទេសបានដែរបើគ្មាននាងឡើងប្រកួតទេស្រុកដាយៀនច្បាស់ជាគ្មានអ្នកតាំងឡើយតែមួយក្បាច់មនុស្សស្រីកម្លាំងខ្សោយទន់ជ្រីធ្វើម៉េចអាចទៅរួចមេបញ្ជាការចាំងច្បាស់ជានិយាយក៏ហោះហើយតាចាស់គំរើតើលោកយល់ដឹងជាងខ្ញុំឬខ្ញុំយល់ដឹងជាងលោកព្រះបតាពេលប្រទេសជាតិមានអាសន្នតើចាំបាច់ប្រកាន់ប្រុសស្រីធ្វើអីការប្រកួតជ្រើសរើសស្វាមីលើកនេះដោយសារកំណត់ព្រំដែនប្រទេសទើបធ្វើឲ្យពួកបរទេសមកឈ្លានពានរហូតដល់ប្រទេសមានគ្រោះថ្នាក់តែការប្រកួតមិនបានកំណត់ភេទនោះទេមែនទេតែមិនដែលឃើញមនុស្សស្រីឡើងដឹកនាំតបឡើយបើយេស៊ីអ៊ីដែលជាមនុស្សស្រីអាចវិជាបរទេសបានវានឹងរឹតតែបង្ហាញពីអំណាចដ៏ខ្លាំងក្លានិយាយម៉ាត់ណាគឺម៉ាត់នឹងបង្ហាញតែឯងឈ្នះការប្រកួតពួកយើងប្រកួតនៅចំពោះមុខយើងខ្ញុំមិនកំណត់ប្រទេសហើយក៏មិនកំណត់ប្រុសស្រីដែរទោះជាជ្រើសរើសស្វាមីតែគោលបំណងគឺដើម្បីអ្នកខ្លាំងក្នុងលោកមនុស្សស្រីក៏ជាប្រជារាស្ត្រដាយៀនដែរមានចិត្តស្នេហាជាតិហេតុអ្វីមិនអាច
បើអញវាឈ្នះមីសប្រាក់ភោគទ្រព្យឬការចូលក្នុងត្រកូលអភិជនអញចង់បានអ្វីយើងនឹងប្រគល់ឲ្យទាំងអស់ខ្ញុំមិនត្រូវការរបស់ទាំងនេះទេចុះអញចង់បានអ្វីខ្ញុំចង់ឲ្យព្រះអង្គចេញរាជសារមួយច្បាប់ជូនមនុស្សស្រីក្នុងលោករាជសារអ្វីជាអនុញ្ញាតឲ្យមនុស្សស្រីរៀនក្បាច់គុណអនុញ្ញាតឲ្យរៀនសូត្រនិងអនុញ្ញាតឲ្យឈរយ៉ាងមានសេរីភាពនៅចន្លោះមេឃនិងដីនេះប្រសិនបើមានស្ពេនមនុស្សប្រុសណាមកជិះជាន់ធ្វើបាបមនុស្សស្រីក៏មានសិទ្ធិហូតដាវតាំងបានដែរស្ពេនផ្ដាស់បំផុតធ្វើបែបនេះគឺខូចសណ្ដាប់ធ្នាប់សង្គមអស់ហើយបើបើកផ្លូវបែបនេះពិភពលោកច្បាស់ជាវឹកវរមិនខានបើសណ្ដាប់ធ្នាប់សង្គមជាប់បំរុងថយចេញទៅល្អស្រុកដែលយីប្រទេសធំបែបព្រះបតាបើគ្មានវិធានការមើលម៉ាត់ទេធ្វើម៉េចបង្ហាញពីយុទ្ធធម៌សង្គមបានព្រះបតាកូនប្រុសសូមគាំទ្រ CE សុំទទួលការណែនាំតើស្រុកដែលយើងអស់មនុស្សហើយមែនទេបានជាបញ្ជូនស្រីម្នាក់ឡើងមកនាងឯងប្រញាប់ចុះព្រាមទៅអញមិនសម្លាប់មនុស្សស្រីឲ្យប្រឡាក់ដៃទេហាហាទៅផ្ទះសម្រាលកូនវិញទៅមិនចង់សម្លាប់ឬក៏មិនហ៊ានសម្លាប់ឯងថាម៉េចបើខ្លាចចាញ់មនុស្សស្រីហើយខ្មាស់គេឯងគួរតែប្រញាប់រត់ទៅស្រុកឯងវិញទៅយាយស៊ីចង់រកសេចក្តីស្លាប់មែនទេហាមនុស្សស្រីដែលយានពិតជាមានអំណួតមែនបើចង់ស្លាប់អញនឹងបំពេញបំណងជ្រើសរើសអាវុធទៅប្រណីទេឲ្យតែអញអាចទ្រាំទ្របានមួយក្បាច់ដោយមិនស្លាប់គឺអញឈ្នះហើយនេះជាអាវុធរបស់ខ្ញុំពិតជាមនុស្សស្រីគ្មានការយល់ដឹងមែនយកដងស្ទើរមកការពារខ្លួនតាំងនឹងដាវលំពេងសម្រាប់មនុស្សឈួតមែនទេតើចង់គ្រូសាទាំងមូលទៅស្លាប់ជាមួយមែនទេមេបញ្ជីការចាងទង្វើនេះមានន័យថាម៉េចអ្នករូបតែខាត់ប្រហែលអសោះទោះបើហុំនេះរៀនក្បាច់គុណការពារខ្លួនដល់ខ្លាំងក្លាឆ្អឹងសរសៃត្រូវបានហ្វឹកហាត់យ៉ាងស្វិតស្វាញហើយមានកម្លាំងការពារខ្លួនការពាររាងកាយអាវុធធម្មតាមិនអាចធ្វើអីបានឡើយជាតទាំងបីមុននេះគឺមិនអាចប្រៀបធៀបនឹងកម្រិតរបស់គេបានទេត្រូវតែប្រើអាវុធធ្ងន់ទើបអាចមានឱកាសតាំងបានហាមេតបធូបាប្រយ័ត្នបន្តិចផងណាក្រែងលោត្រូវដងស្ទើរមុតស្បែកហាហួសហេតុពេកហើយឯងកំពុងប្រមាថអញមែនទេសម្រាប់ឯងប្រើតែដងស្ទើរមួយនេះគឺគ្រប់គ្រាន់ហើយចង់ងាប់មែនទេហាលោកធូបាបើមីនាងនេះចង់ងាប់ទៅហើយមិនបាច់ឡើយជូននាងទៅឋាននរកឲ្យបានសម្រេចទៅថោកទាបណាស់ពួកបរទេសនេះមិនត្រឹមតែមិនយកយកទេថែមទាំងប្រើញូលំអងឃ្លីទៀតផងញូលំអងឃ្លីព្រះអង្គកាលពីសម្រាប់គុំជាប់ឃ្លីយ៉ាងមិនពួកបរទេសបានប្រើញូលនេះធ្វើពីដែកថែបនិងវីកំទេចក្បាលទាហានសេះពីដែក 3000 នាក់ខ្ទេចខ្ទីអស់ក្បាច់នេះជាក្បាច់សម្រាប់ដ៏សាហាវពួកបរទេសថោកទាបប្រជុំនឹងមនុស្សស្រីបែរជាប្រើអាវុធធន់ធ្ងន់បែបនេះមិនមែនជាការប្រកួតក្បាច់គុណទេគឺច្បាស់ជាការប្រកាសសង្គ្រាមនឹងស្រុកដែរអញ្ចឹងនាងមិនត្រូវស្លាប់ដោយគ្មានសល់ទេអីបងប្រុសលះបង់នាងទៅដើម្បីការពារគ្រួសារទាំងមូលដាវនៅលើធ្នូហើយមិនអាចមិនបាញ់បានទេលឿនពេកហើយខ្ញុំមើលមិនទាន់ចលនារបស់នាងតតែសោះភាពរឹងមាំមិនអាចស្ថិតស្ថេរយូរភាពទន់ភ្លន់ទើបអាចគ្រប់គ្រងបានអ្វីដែលអ្នកទាំងអស់គ្នាធ្វើមិនបានខ្ញុំនឹងធ្វើវាចងចាំទុកឲ្យតែការតាំងចិត្តមិនរលាយរលត់សូម្បីតែស្មៅនឹងឈើក៏អាចក្លាយជាអាវុធដ៏មានឥទ្ធិពលបានដែរហ្វុងមេវមើលឲ្យច្បាស់ត្រូវមួយញួរនេះទោះជាទេវតាក៏ជួយមិនរួចដែរមិនត្រឹមត្រូវទេមិនត្រឹមត្រូវការពារខ្លួនមិនទាន់បែកខ្ទេចទេណែប្រញាប់មើលទៅវាបំបែកបានហើយគេរៀនបានដល់កម្រិតកម្ពូលនៃសិលគុណតៃជីហើយត្រកូលយើងនឹកស្មានមិនដល់ថាមានកម្ពូលអ្នកក្លាហានស្រីរាប់រយឆ្នាំមានតែមួយបែបនេះសោះធ្វើម៉េចអាចទៅរួចធ្វើម៉េចអាចទៅរួចចុចខាងក្រោមដើម្បីទស្សនា